teacher ប្រែថាគ្រូបង្រៀនហើយនរណាក៏អាចប្រើពាក្យ teacher បានដែរសំដៅជាទូទៅចាជាគ្រូបង្រៀនទូទៅពាក្យមួយទៀត professor ប្រែថាសាស្ត្រាចារ្យលោកសាស្ត្រាចារ្យឬក៏អ្នកស្រីសាស្ត្រាចារ្យគឺសំដៅទៅលើគ្រូបង្រៀននៅថ្នាក់មហាវិទ្យាល័យចាមួយទៀត tutor គឺគ្រូបង្រៀនសម្រាប់សិស្សម្នាក់ទល់ម្នាក់ឬសម្រាប់ក្រុមតូចតតទៀត principal មើល stress ណានៅសំឡេងទី1 print អញ្ចឹងសំឡេងទី1ធ្ងន់ principal ប្រែថានាយកឬក៏ចាស់វាងតទៀត librarian stress សំឡេងទី2 brilliant អញ្ចឹងយើងអានថា librarian ប្រែថាបណ្ណារៈគឺជាអ្នកដែលធ្វើការនៅក្នុងបណ្ណាល័យតទៀត teaching assistant យើងមើលពាក្យ assistant គឺ stress នៅសំឡេងទី2 assistant អញ្ចឹងយើងអានថា teaching assistant គឺជំនួយការគ្រូបង្រៀន